Group ជំរាបសួរប្រិយមិត្តទូទស្សនិកជនជាទីមេត្រីដែលនិយមទស្សនារកការផ្សាយរបស់អង្គភាពសារព័ត៌មាន TV Facebook គណៈពេលនេះដែរខ្ញុំបាទហៅមេសារួមទាំងក្រុមការងារកំពុងតែមានវត្តមានបាទស្ថិតនៅតាមបណ្ដោយផ្លូវ106ដែលស្ថិតនៅក្នុងសង្កាត់វត្តភ្នំបាទខណ្ឌដូនពេញគឺនៅជិតនឹងស្ពាននៀកផ្ទាល់តែម្ដងដោយគណៈពេលនេះដែរគឺមានហេតុការណ៍បាទគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយយើងទទួលបានប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលមុនពេលកើតហេតុតោបាទរបស់យុវជនបាទដែលរួមគ្នាចំនួន2នាក់ហ្នឹងទិសដៅគឺពីវិមានឯករាជ្យឆ្ពោះទៅកាន់វត្តភ្នំរីឯរថយន្តបាទអាផាតសេរីទំនើបគឺបើកបរទិសដៅពីផ្សាររាត្រីបាទមកដល់នឹងចំណុចផ្លូវបំបីជា4ហ្នឹងយើងអត់ដឹងថាបាទលបឿនម៉ូតូនិងលបឿនរថយន្តបាទលឿនប៉ុណ្ណានោះទេបានមកដល់នឹងចំណុចផ្លូវបំបីជា4នេះក៏បានបុកគ្នាពេញមួយទំហឹងបណ្ដាលឲ្យយុវជនចំនួន2នាក់ដែលជិះម៉ូតូម៉ាកនិចមួយគ្រឿងហ្នឹងគឺគ្រាន់តែបុកភ្លាមគឺហោះផ្លោងមកផ្លូវទៀតគឺផ្លោងមកទៀតឡើងមកលើខឿនផ្ទាល់តែម្ដងបន្ទាប់ពីបុកបាទរថយន្តក៏បានបើកហួសចេញពីនឹងទីតាំងកន្លែងកើតហេតុចម្ងាយហ្នឹងគឺបាទប្រហែលជា100ម៉ែត្របាទប្រិមិត្តបន្ទាប់ពីបានបុកហើយបាទសមត្ថកិច្ចបាទក៏ធ្វើការខាត់បាទខ្លួនតកងឡានដើម្បីយកទៅប៉ោះដើម្បីធ្វើការសាកសួរបាទប្រិមិត្តជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះបន្ទាប់ពីមានហេតុការណ៍នេះកើតឡើងបាទពូម៉ាក់បាទរបស់យុវជនចំនួន2នាក់ដែលត្រូវបានស្លាប់បាត់បង់ជីវិតម្នាក់និងរងរបួសធ្ងន់ម្នាក់ត្រូវបានបញ្ជូនទៅកម្មវិធីពេទ្យហ្នឹងឥឡូវហ្នឹងគឺបានចុះមកដល់នឹងទីតាំងកន្លែងកើតហេតុបាទនឹងធ្វើការទៅហោយំមានទាំងបាទស្រីមានទាំងប្រុសបាទមកហ្នឹងគឺឃើញបាទសភាពសពរបស់បាទឪពុកម៉ាក់របស់ខ្លួនហ្នឹងគឺនាំគ្នាទៅហោយំតតែម្ដងដោយមុនហ្នឹងទើបតែជួបគ្នាទេបាទទើបតែអង្គុយលេងជុំគ្នាគឺនៅវត្តបទុមបាទហើយបន្ទាប់មកហ្នឹងក៏ចែកជើងគ្នាទៅផ្ទះរៀងខ្លួនក៏បាទយុវជនចំនួន2នាក់ដែលជិះម៉ូតូម៉ាកនិចហ្នឹងបានបើកបរបាទមកដល់នៅចំណុចបាទវត្តភ្នំនេះក៏បានជួបបាទឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងរថយន្តម៉ាកអាល់ផាតសេរីទំនើបមួយគ្រឿងហ្នឹងគឺបានបុកគ្នាត្រង់ចំណុចផ្លូវបំបីជា4បណ្ដាលឲ្យយុវជនបាទដែលជិះម៉ូតូបាទម៉ាកនិចមួយគ្រឿងហ្នឹងគឺរងរបួសធ្ងន់ម្នាក់និងស្លាប់បាត់បង់អាយុជីវិតយ៉ាងរន្ធត់ម្នាក់គឺនៅទីតាំងកន្លែងកើតហេតុរីឯបាទសពបាទគឺនៅខាងក្រោយខ្នងខ្ញុំបាទគឺនៅលើខឿនផ្ទាល់តែម្ដងបាទប្រិមិត្តរីឯម៉ូតូវិញគឺនៅបាទគៀនខឿននេះបាទគឺកងនៅកន្លែងខឿននេះបាទហើយសភាពម៉ូតូហ្នឹងគឺរងការខូចខាតយ៉ាងដំណំតែម្ដងគឺផ្នែកខាងក្រោយហ្នឹងគឺវាចកតុយសាក់ស៊ីនៃម៉ូតូហើយរថយន្តនោះគឺបាទបើកបន្តទៅឈប់នៅខាងមុខនោះបាទហើយក៏ត្រូវបានសមត្ថកិច្ចបាទមូលដ្ឋានលោកក៏ធ្វើការខាត់នឹងយកបាទនៅតកងរថយន្តហ្នឹងគឺយកទៅសាកសួរនៅឯប៉ោះហើយបាទប្រិមិត្តជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបាទឥឡូវយើងមកមើលបាទសភាពម៉ូតូទាំងអស់គ្នាប្រិមិត្តបាទប្រិមិត្តនេះគឺជាបាទផ្ទាំងនៃរថយន្តអាផាតខាងមុខណាបាទបន្ទាប់ពីបានបុកហ្នឹងគឺខ្ទាតមកចិត្តនឹងម៉ូតូហ្នឹងបាទប្រិមិត្តដែលស្លាកលេខរថយន្តហ្នឹងគឺមានស្លាកលេខភ្នំពេញ 2BB 37និង95បាទប្រិមិត្តដោយអ្នកបើកបរហ្នឹងគឺជាជនជាតិខ្មែរបាទតកងឡានគឺជាជនជាតិខ្មែររីឯម៉ូតូខាងលើនេះបាទដោយបានឃើញចាក់ស្ដែងបាទទំហំនៃការខូចខាតហ្នឹងគឺយ៉ាងដំណំតែម្ដងដោយរួមដំណើរដោយយុវជន2នាក់បាទប្រិមិត្តបន្ទាប់ពីបានបុកភ្លាមហ្នឹងគឺបាទម៉ូតូហោះផ្លោងមកគៀនខឿនរីឯមនុស្សវិញគឺផ្លោងឡើងទៅលើខឿនតែម្ដងបណ្ដាឲ្យរងរបួសធ្ងន់ធ្ងរម្នាក់ត្រូវបានបញ្ជូនទៅកម្មវិធីពេទ្យនិងម្នាក់ទៀតត្រូវបានស្លាប់បាត់បង់អាយុជីវិតនៅក្នុងថ្លុកឈាមយ៉ាងរន្ធត់ផងដែរបាទប្រិមិត្តហើយជុំវិញទីតាំងកន្លែងកើតហេតុគឺបកការភ្នាក់ផ្អើលខ្លាំងមែនទែនហើយទៅដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាកម្លាំងសមត្ថកិច្ចមូលដ្ឋានលោកក៏បានចុះមកដល់ទីតាំងនៅកន្លែងកើតហេតុនឹងធ្វើការតាក់ទងទៅខាងបាទសមត្ថកិច្ចបាទផ្នែកជំនាញបាទដើម្បីឲ្យលោកចុះមកដល់ទីតាំងកន្លែងកើតហេតុបាទនឹងស្វែងរកនៅក្រុមគ្រួសារសាច់ញាតិរបស់យុវជនម្នាក់ដែលបានស្លាប់បាត់បង់អាយុជីវិតនៅនឹងទីតាំងកន្លែងកើតហេតុនេះបាទប្រិមិត្តដោយបានឃើញចាក់ស្ដែងបាទទំហំនៃការខូចខាតនៃរថយន្តហ្នឹងគឺផ្នែកខាងមុខហ្នឹងបាទគឺយ៉ាងដំណំផងដែរបាទប្រិមិត្តកាងអីគឺធ្លាក់អស់ហើយយើងអត់ដឹងថាលបឿននិងស្ថានភាពនៃការបើកបររបស់គាត់យ៉ាងណាទេបណ្ដោះថ្នាក់ហ្នឹងបាទបណ្ដាលឲ្យយុវជនបាទ2នាក់ជិះម៉ូតូម៉ាកនិចហ្នឹងបណ្ដាឲ្យម្នាក់ហ្នឹងគឺស្លាប់បាត់បង់អាយុជីវិតបាទភ្លាមនិងម្នាក់ទៀតគឺរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកម្មវិធីពេទ្យផលិតផលថ្មីរបស់ JBL ឆ្នាំ2025បានមកដល់ហើយ JBL Charge 6 JBL Flip 7និង JBL
Patchbox and Copy លោកអ្នកអាចស្វែងរកផលិតផលថ្មីទាំងនេះបាននៅគ្រប់បណ្ដាសាខា Nano Sound ទូទាំងប្រទេសឬបញ្ជាទិញតាមរយៈ app NTH Mall Ycam អ៊ីនធឺណិតជំរើសដ៏ពេញនិយមសម្រាប់គេហដ្ឋាននិងអាជីវកម្មគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ